3 ក្បាច់នៅក្នុងវីដេអូនេះឈឺក្បាលពោះសាហាវបងប្អូនហត់សាហាវហើយក៏ស្រកក្បាលពោះលឿនដែរនៅក្នុងនេះមាន3ក្បាច់អញ្ចឹងក្បាច់ទី1បងប្អូនអរគ្នាធ្វើមួយសេតមួយចំហៀង30មកកែងដៃប៉ះនឹងជង្គង់ណាបងប្អូនតែកុំប៉ះខ្លាំងពេកតែកាលណាប៉ះខ្លាំងពេកវាធ្វើឲ្យយើងឈឺជង្គង់អញ្ចឹងណាជាប់ជង្គង់ក្បាច់នេះបងប្អូនអរគ្នាអាចហាត់បានទាំងប្រុសទាំងស្រីនេះស្រកខ្លាញ់ក្បាលពោះអាបរិវេណក្រោមក្បាលពោះណាខ្លាញ់ដកក្បាលពោះហ្នឹងអានឹងស្រកល្អបើសិនជាបងប្អូនអរគ្នាហាត់ដបងប្រហែលជាពិបាកបន្តិចហត់ខ្លាំងអញ្ចឹងបងប្អូនអរគ្នាអាចធ្វើតិចសិនមកមួយចំហៀង15ឬក៏20សិនណាមួយសេតហើយបងប្អូនអរគ្នាសម្រាប់10វិនាទីអីសិនទៅ15វិនាទីក៏បានដែរចាប់ផ្ដើមបន្តទៀត1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
តោះឥឡូវសម្រាប់10វិនាទីសិនទៅហើយបងប្អូនអរគ្នាកុំភ្លេចដកដង្ហើមណាដកដង្ហើមចេញដកដង្ហើមចូលហត់តិចណាបងប្អូនហត់ខ្លាំងហ្មងនិយាយទៅមិនមែនហត់តិចទេក្បាច់នេះនិយាយទៅតន់តែហត់អញ្ចឹងបានយើងទទួលបានលទ្ធផលល្អតោះឥឡូវចូលក្បាច់ទី2ក្បាច់ទី2នេះបងប្អូនអរគ្នាដាក់ដៃទាំងពីរនៅក្បែរតិចមកហើយយកដៃប៉ះនឹងចុងជើងហើយជើងយើងរៀងត្រង់តិចណារៀងចុកជើងខ្លាំងតិចហើយប៉ុន្តែបងប្អូនអរគ្នាអត់ធ្មត់ដើម្បីផ្លាស់ប្ដូររូបរាងដើម្បីសម្រកក្បាលពោះយើងចេញដើម្បីកុំឲ្យគាត់មើលអញ្ចឹងណាមួយចំហៀង30ណាបងប្អូននិយាយទៅលំហាត់ប្រាណទាំងនេះគឺសាមញ្ញទេយើងធ្វើនៅផ្ទះយើងអញ្ចឹងណាហើយខ្ញុំហាត់រាល់ល្ងាចបងប្អូនហាត់រាល់ល្ងាចហ្មងហើយសក់ក្បាលពោះល្អបងប្អូនអរគ្នាហាត់របៀបនេះ 3-4 ថ្ងៃចាប់ផ្ដើមប្លែកហើយ22 23 24 25 27 28 29 30អូលើកជើងខ្លួនឯងអត់ចង់រួចបងប្អូនឥឡូវបងប្អូនទាំងគ្នាសម្រាប់សិនមកសម្រាប់10វិនាទីអីសិនណាហើយឥឡូវយើងចាប់ផ្ដើមមួយចំហៀងទៀតដូចគ្នាបងប្អូន3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30អូហត់ខ្លាំងបងប្អូនទាំងគ្នាមិនដែរហត់ខ្លាំងដូចខ្ញុំអត់ទេតោះស៊ូនៅសល់មួយក្បាច់ទៀតឥឡូវសម្រាប់បន្តិចសិនទៅឥឡូវយើងចាប់ផ្ដើមចូលក្បាច់ទី3ក្បាច់ចុងក្រោយណាហើយហាត់ចឹងរាល់ថ្ងៃមកណាបងប្អូនក្បាច់ទី3នេះយើងកាន់កសែងដូចខ្ញុំធ្វើអញ្ចឹងមកបងប្អូនទាំងគ្នាយកកែងដៃប៉ះនឹងជង្គង់ប៉ុន្តែលើកនេះយើងលើកទៅចំហៀងវិញណាអញ្ចឹងកាន់កសែងអញ្ចឹងមកបងប្អូនធ្វើមកខាងតែ20មកបានហើយព្រោះក្បាច់នេះពិបាកខ្លាំងក្បាច់ទី3នេះគឺផ្ដោតទៅលើការស្រកខ្លាញ់តាគៀបងប្អូនអ្នកដែលមានខ្លាញ់តាគៀធំដុំហ្នឹងបងប្អូនអរគ្នាហាត់របៀបនេះទៅឆាប់ស្រកហើយឆាប់ឃើញរាងស្អាតអញ្ចឹងណាព្រោះតើតើនឹងខ្លាញ់តាគៀនេះនៅពេលដែលយើងមានខ្លាញ់តាគៀច្រើនអញ្ចឹងគឺយើងស្លៀកពាក់អីក៏អត់សមដែរជាពិសេសមនុស្សស្រីយើងស្លៀករ៉ូបស្លៀកអីទៅឃើញតាគៀខ្លាញ់តាគៀនឹងប៉ោងអីចឹងណាឥឡូវយើងសម្រាកសិនទៅហើយចាំយើងធ្វើម៉ាសេទៀតមកចំហៀងទៀតណាតោះឥឡូវចាប់ផ្ដើម1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30អូបានសម្រាប់បងប្អូនអរគ្នាអាចបន្ថែមខ្លួនឯងទៀតទៅហើយបើសិនជាចង់សម្រាប់ប៉ុណ្ណឹងសិនក៏បានដែរហើយសម្រាប់ខ្ញុំក្រោយពីខ្ញុំហាត់ប្រាណហើយនេះបងប្អូនទាំងអស់គ្នាខ្ញុំមានរបបអាហារសម្រាប់ញ៉ាំក្រោយហាត់ប្រាណអញ្ចឹងណាជួយឲ្យការហាត់ប្រាណកាន់តែបានលទ្ធផលល្អហើយការស្រកខ្លាញ់នឹងរឹតតែលឿនអញ្ចឹងណាបងប្អូន